ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបមូលសាយ៉ឬគេហៅថា spring roll បងប្អូនឈ្នួលសាច់ជ្រូកបងប្អូនដំបូងបងប្អូនខ្ញុំមានការ៉ុតឈូសឬក៏ត្រាវឈូសហើយស្លឹកជីកដុលខ្ទឹមបារាំងហើយនឹងបីក្តោបម្សៅត្រាំបងប្អូនយកទៅហាន់ឬក៏ឈូសក៏បានដែរបងប្អូនតាមបងប្អូនមើលទៅចំណិតវាទូចៗហើយពោមកក្របបងប្អូនយកគ្រឿងបន្លែទាំងអស់ហ្នឹងយកមកច្បល់ចូលគ្នាឲ្យសព្វហើយបងប្អូនដាក់គ្រឿងទឹកស៊ុបដែលមានដូចជាទឹកប្រេងខ្យង2ស្លាបព្រាហើយនឹងទឹកស្អ៊ីវខាប់យើងហ្នឹង1ស្លាបព្រាអំបិល1ចុងស្លាបព្រាបាយហើយប៊ីចេងចុងស្លាបព្រាបាយហើយម្សៅស៊ុប1ស្លាបព្រាបាយហ្នឹងហើយបងប្អូនដាក់អំបិល1ចុងស្លាបព្រាបាយដែរគ្រឿងទាំងអស់បងប្អូនលាយមកល្មមកុំឲ្យប្រៃពេកព្រោះអី spring roll ពេលណាប្រៃបងប្អូនយកទៅញ៉ាំអត់សូវឆ្ងាញ់ទេបងប្អូនអត់ដិតពេកវាប្រៃជាងញ៉ាំអត់បានច្រើនទេបងប្អូនស្ករខ្ញុំដាក់200ក្រាមព្រោះបន្លែខ្ញុំមកកធនច្រើនអញ្ចឹងបងប្អូនហើយសាច់ជ្រូកចំនួន1គីឡូខ្ញុំច្បល់ហើយបងប្អូនត្រូវយកសាច់ហ្នឹងទៅឆាឲ្យឆ្អិនហើយបងប្អូនឆាតែត្រឹមសពប់មើលទៅសាច់វាកុំឲ្យមានទឹកច្រើនពេកសះមកល្មមដូចខ្ញុំអញ្ចឹងមកហើយខ្ញុំឆាអញ្ចេះបងប្អូនយកទៅបំពងវាអត់ចេញហូរទឹកគ្រឿងអីទេបងប្អូនបងប្អូនប្រឡាក់ហើយយកទៅមូលវាហ្មងអាហ្នឹងវាធ្វើឲ្យសាច់ spring roll យើងសាច់ជ្រូកឆៅហ្នឹងវាធ្វើឲ្យសាច់ហាប់ពេលបងប្អូនយកទៅបំពងយើងយកទៅញ៉ាំទៅខុសពីយើងឆាអញ្ចឹងបងប្អូនបើបងប្អូនឆាទៅដឹងតែឆ្ងាញ់ហើយរ៉េបយកទៅមូលវាឲ្យដូចខ្ញុំអញ្ចេះមកហើយបងប្អូនប្រើពងលឿងកុំប្រើពងសមូលចុងតិចមកហ្នឹងហើយពេលខ្ញុំធ្វើខ្ញុំប្រើពងក្រហមបងប្អូនខ្លះក៏ប្រើពងសហ្នឹងហើយខ្ញុំមូលប៉ុណ្ណឹងខ្ញុំមូលរៀងក្រៅដែរបងប្អូនសាច់1គីឡូហើយបន្លែ1កធុនហ្នឹងហើយសបកបងប្អូនមានអាតូចអាធំខ្ញុំប្រើទាំងពីរទូចមួយធំមួយហ្នឹងហើយខ្ញុំមូលឲ្យបងប្អូនប្រហែលបាន2កេសហើយនេះខ្ញុំយកមកចៀនណាពីនិយាយរសជាតិបងប្អូនដាក់ប៉ុនខ្ញុំឆ្ងាញ់ខ្លាំងហើយណាមួយល្មមហ្មងអត់ប្រៃទេបងប្អូន